Và chúng tôi xưa bộ sơ sa nên sẽ từng học nè bạn ởក្នុង video នេះលោកគ្រូបន្តដោះស្រាយចំណោទទី5នៅក្នុងបាទមេរៀនតួចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតបាទឥឡូវនេះយើងមើលប្រធានចំណោទទី5ទាំងអស់គ្នាតោះប៊ិចមួយដើមថ្លៃ 1200 រៀលហើយសៀវភៅមួយក្បាលថ្លៃ 1500 រៀលបូណាចង់ឲ្យការទិញប៊ិចនិងសៀវភៅចំណាយអស់ប្រាក់ស្មើគ្នាហើយត្រូវអស់ប្រាក់តិចបំផុតតើបូណាត្រូវទិញប៊ិចប៉ុន្មាននិងសៀវភៅប៉ុន្មានបាទអញ្ចឹងបូណាហ្នឹងគាត់ចង់ឲ្យការទិញប៊ិចហើយនឹងទិញសៀវភៅចំណាយអស់ប្រាក់ស្មើគ្នាបើថាអស់ទិញប៊ិចអស់ 5000 ទិញសៀវភៅអស់ 5000 ដែរបើថាទិញប៊ិចអស់ 6000 ទិញសៀវភៅក៏អស់ 6000 ដែរបាទប៉ុន្តែឲ្យការចំណាយតិចបំផុតបាទការចំណាយតិចបំផុតអូខេហើយគេចង់សួររកអីគេណាគេចង់សួររកចំនួនប៊ិចដែលបូណាត្រូវទិញហើយនឹងចំនួនសៀវភៅដែលបូណាត្រូវទិញតើបូណាត្រូវទិញប៊ិចប៉ុន្មានដើមនិងសៀវភៅប៉ុន្មានក្បាលអូខេអញ្ចឹងមុននឹងរកចំនួនប៊ិចដែលបូណាត្រូវទិញនិងរកចំនួនសៀវភៅដែលបូណាត្រូវទិញយើងត្រូវរកចំនួនប្រាក់តិចបំផុតហ្នឹងសិនតើប្រាក់តិចបំផុតដែលគាត់ត្រូវចំណាយហ្នឹងនេះអស់ប្រាក់ស្មើគ្នាហ្នឹងតាប្រាក់ស្មើគ្នាហ្នឹងហើយតិចបំផុតហ្នឹងប្រហែលអូខេអញ្ចឹងប្រាក់តិចបំផុតប្រាក់តិចបំផុតយើងមើលពិនិត្យមើលពាក្យតិចបំផុតអូខេពាក្យតិចបំផុតនេះគឺចង់មានន័យថាយ៉ាងម៉េចនៅក្នុងមេរៀនរបស់យើងតើប្រាក់តិចបំផុតនេះគឺសំដៅដល់អីគេណាអញ្ចឹងប្រាក់តិចបំផុតនេះគឺសំដៅដល់ពហុគុណរួមតូចបំផុតណាពហុគុណរួមតូចបំផុតនៃ1200 រៀលនិង1500 រៀលអញ្ចឹងយើងរកពហុគុណរួមតូចបំផុតនៃ1200 រៀលនិង1500 រៀលទៅឃើញហើយណាឃើញប្រាក់តិចបំផុតដោយមនុស្សណាទិញប៊ិចឬក៏ទិញសៀវភៅហ្នឹងហើយណាអញ្ចឹងយើងរកទៅណាឥឡូវលោកគ្រូរកកន្លែងនេះបាទឥឡូវយើងមើលពហុគុណនៃ1200មានម៉ាខ្លះណាបាទគ្រូសេរៀងតូចតិចទៅដោយសារតែបាទឥឡូវយើងមានថ្លៃមានតូចពហុគុណនៃ1200បាទមានម៉ាខ្លះបាទមាន1200បាទ1500គុណ2គឺ2400បាទគុណនឹង3ទៅវាបានបាទ3600អូខេស្ដាប់ឲ្យមក3600គុណ4មាន4800គុណ5មាន6000គុណ6មានបាទ7200បាទនៅមានទៀតណាច្រើនទៀតចុចអូខេហើយបន្តមកទៀតគឺពហុគុណនៃ1500ហ្នឹងមានប្រមាណខ្លះបាទពហុគុណនៃ1500ហ្នឹងមានមាន1500គុណនឹង2ទៅវាបាន3000បាទ3000នឹងបូកថែម1500ទៀតទៅឬក៏មានន័យថា1500គុណ3មានន័យថានេះយើងបូកថែម1500ទៀតនេះបាន4500បាទបូកថែម1500ទៀតទៅគឺបាន6000បូកថែម1500ទៀតបាន7500បាទចុចចឹងទៅនៅច្រើនទៀតអញ្ចឹងយើងឃើញថានេះបានដូចគ្នានេះដូចគ្នានេះ6000មែនអត់បាទ6000ហ្នឹងគឺជាពហុគុណរួមតូចបំផុតណាចឹងគឺពហុគុណរួមតូចបំផុតនៃ1200និង1500គឺ6000ណាប៉ុន្តែអត់តាន់ចប់ទេអត់ចប់អ្វីដែលគេសួររកគឺសួររកតើបូណាត្រូវទិញប៊ិចប៉ុន្មានហើយនឹងសៀវភៅប៉ុន្មានអូខេអានេះប្រាក់តិចបំផុតដែលបូណាត្រូវចំណាយទៅលើការទិញប៊ិច
có 6000 hai tinh sập có 6000 này của này smart kia nàyប្រាក់ស្មើគ្នាហើយត្រូវអស់ប្រាក់តិចបំផុតអញ្ចឹងអាប្រាក់តិចបំផុតស្មើគ្នានេះគឺ 6000 ទិញប៊ិចក៏ 6000 ទិញសភៅក៏ 6000 តោះណាបាទអញ្ចឹងយើងបាទបន្តទៀតបានយើងរកចំនួនប៊ិចដែលបងណាត្រូវទិញណាយើងរកចំនួនប៊ិចដែលបងណាត្រូវទិញរកចំនួនប៊ិចដែលបងណាត្រូវទិញបាទចឹងនេះក៏ទៅចំណាយអស់ 6000 ដើម្បីទិញប៊ិចហើយប៊ិចមួយដើមបាទថ្លៃ 1200 រៀលអញ្ចឹងយើងយក 6000 ចែក 1200 រៀលឃើញចំនួនប៊ិចដែលគាត់ទិញបានហើយណាអញ្ចឹងយើងយកបាទ 6000 ចែកជាមួយនឹង 1200 ចែកទៅបាទបងធ្វើមកទីចែកទៅគឺស្មើនឹងបាទស្មើនឹង 5 ហើយណាបាទស្មើនឹង 5 មួយទៀតរកចំនួនសៀវភៅដែលបងណាត្រូវទិញរកចំនួនសៀវភៅដែលបងណាបាទត្រូវទិញបាទអញ្ចឹងបងណាយកលុយ 6000 បាទចំណាយអស់ទិញផុតគឺ 6000 ដើម្បីទិញសៀវភៅអញ្ចឹងសៀវភៅមួយក្បាលថ្លៃ 1500 រៀលអញ្ចឹងគាត់យក 6000 ទៅទិញតែទិញបានប៉ុន្មានក្បាលយើងយក 6000 ចែកនឹង 1500 រៀលទៅឃើញហ្នឹងណាអញ្ចឹងយើងយកបាទ 6000 ចែកនឹង 1500 បាទចែកទៅគឺស្មើនឹង 4 ក្បាលណាបាទ 4 ក្បាលបងប្អូនបាទមិនថាមើលឃើញអត់ទេគឺសុំពេលផ្លែតមើលឃើញអត់ទេដល់ហ្នឹងហើយអូខេនៅឃើញណានៅឃើញបាទនៅឃើញប៉ុន្តែដល់ពេលទៅក្រោមទៀតបាទលោកគ្រូសុំបាទដាក់កាត់កបន្តិចណាអូខេតោះអញ្ចឹងយើងឆ្លើយថាបងណាឆ្លើយថាបងណាត្រូវទិញប៊ិចបាទ5ដើមនិងសៀវភៅ4ក្បាលអញ្ចឹងបងឆ្លើយថាមកព្រោះអ្វីដែលគេសួរប៉ុណ្ណេះតើបងណាត្រូវការទិញប៊ិចប្រមាណដើមនិងសៀវភៅប្រមាណក្បាលអញ្ចឹងអ្វីដែលគេសួរយើងត្រូវឆ្លើយអាហ្នឹងយើងមិនមែនឆ្លើយនេះទេអានេះគ្រាន់តែរត់ដើម្បីជាជំនួយណាយើងអត់ទៅឆ្លើយថានេះទេអូខេអញ្ចឹងឆ្លើយថាបាទឆ្លើយថាបងណាត្រូវទិញប៊ិច5ដើមបាទបងណាត្រូវទិញប៊ិច5ដើមនិងសៀវភៅបាទសៀវភៅ4ក្បាលបាទអញ្ចឹងសង្ឃឹមថាបងប្អូននេះមើលឃើញណាបងនេះបាទដោយសារតែกระดาษខៀនយើងវាពិបាកបាទហេងតូចចង្អៀតប៉ុន្តែអីសង្ឃឹមថាបងប្អូននេះមើលបានណាបាទអធិស្ឋានផងអូខេចឹងចំណោទនេះគឺប៉ុណ្ណឹងបងណាចំណោទនេះគឺប៉ុណ្ណឹងហើយឡើងប្រហែលនាទីបងណាឡើងធ្វើប្រហែលនាទីចែកនេះក៏ធ្វើទៅនេះធ្វើថែមមកណាបាទលេខស្រួលចែកទៅអីទេអូខេបាទអរគុណច្រើនបងប្អូនអរគ្នាសង្ឃឹមថាតាមតាន់ហើយកុំភ្លេចកាត់ខំរៀនផងបងណាអរគុណជម្រាបលា